កម្មវិធីបុណ្យចូលឆ្នាំខ្មែររយៈពេល3ថ្ងៃនៅទូទាំងប្រទេសកម្ពុជាបានប្រព្រឹត្តទៅដោយរលូននិងដោយរក្សាបាននូវទំនៀមទម្លាប់ដូចរៀងរាល់ឆ្នាំតែអ្វីដែលខុសពីឆ្នាំមុនបន្តិចនិងបើតាមលោកហ៊ុនម៉ាណែតការប្រារព្ធកម្មវិធីបុណ្យប្រពៃណីជាតិលើកនេះបានផ្សារភ្ជាប់ពលរដ្ឋខ្មែរទៅនឹងទាហានជួរមុខក្នុងន័យនេះនាយករដ្ឋមន្ត្រីកម្ពុជាបានអរគុណដល់កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនស្របពេលដែលចំនួនព្រំដែនជាមួយថៃនៅមិនទាន់បានដោះស្រាយរួចរាល់នៅឡើយបើតាមលោកហ៊ុនម៉ាណែតពលរដ្ឋខ្មែរបានចូលរួមលេងល្បែងប្រជាប្រិយនិងរាំរបាំបុរាណរួមជាមួយនឹងការជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មីតាមផ្ទះវត្តអារាមនិងទីតាំងកំសាន្តគ្រប់រាជធានីខេត្តទន្ទឹមគ្នានេះលោកហ៊ុនម៉ាណែតក៏បានថ្លែងអំណរគុណដល់អាជ្ញាធរកងកម្លាំងយុវជនស្ម័គ្រចិត្តក្រុមអ្នកអនាម័យបរិស្ថាននិងក្រុមការងារពាក់ព័ន្ធដែលបានចូលរួមរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញនិងសង្ក្រាន្តនៅទូទាំងប្រទេសក្រសួងទេសចរនៅមិនទាន់បញ្ចេញរបាយការណ៍ស្ដីពីចំនួនភ្ញៀវទេសចរសរុបដែលបានចូលរួមកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះនៅឡើយទេតែនៅរាជធានីភ្នំពេញព្រឹត្តិការណ៍នគរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង4លាន3សែននាក់ចំណែកខេត្តសៀមរាបមានភ្ញៀវទេសចរជាង1លាន8សែននាក់ក្នុងរយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះបើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តសៀមរាបដោយឡែករបាយការណ៍ពីមន្ទីរទេសចរខេត្តមួយចំនួនទៀតដូចជាខេត្តកំពតបានឲ្យដឹងថាអំឡុងពិធីចូលឆ្នាំខ្មែររយៈពេល3ថ្ងៃមានភ្ញៀវទេសចរប្រមាណ450000នាក់នៅខេត្តបាត់ដំបងមានប្រមាណ93000នាក់និងមានជិត48000នាក់នៅខេត្តរតនគិរីដែលជាខេត្តស្ថិតនៅភាគឦសានប្រទេសកម្ពុជា